យើងទៅតែចាប់ផ្ដើមទេ This is the most important part of the entire ហើយនេះគឺជាចំណុចដែលពិសេសបំផុតក្នុងមួយរាត្រីនេះ And for some people tonight ហើយលោកអ្នកមួយចំនួននៅក្នុងរាត្រីនេះ This is the most important moment of your life ពេលនេះគឺជាពេលដ៏ពិសេសនៅក្នុងជីវិតរបស់លោកអ្នក I'm so thankful for the man of God ខ្ញុំពិតជាអរព្រគុណព្រះជាម្ចាស់សម្រាប់វីរៈជនរបស់ព្រះជាម្ចាស់ who is going to bring and preach the word of God tonight ដែលនឹងនាំនៅព្រះរាជសាររបស់ព្រះជាម្ចាស់នៅក្នុងល្ងាចនេះ The living active powerful word of God ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានប្រជញ្ញគង់នៅនិងមានសកម្មភាពយ៉ាងធំបំផុតក្នុងជីវិត And I love when this man of God opens the word ហើយខ្ញុំចូលចិត្តមែនទែននៅពេលដែលវីរៈបុរសនៃព្រះជាម្ចាស់បានបើកព្រះគម្ពីរអាន He preaches the undiluted word of God ហើយគាត់បាននាំយកព្រះរាជសារដ៏មានប្រជញ្ញគង់នៅទៅកាន់លោកអ្នក He doesn't add anything លោកមិនបានបន្ថែមអ្វីពីលើនឹងទេ and he doesn't subtract anything ហើយលោកក៏មិនបានដកអ្វីចេញពីក្នុងព្រះបន្ទូលដែរ May you be open tonight to hear the word of God លោកអ្នកជាច្រើននឹងបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាលើកដំបូង I know it will change your life ហើយខ្ញុំដឹងថាព្រះបន្ទូលនេះនឹងផ្លាស់ប្រែជីវិតរបស់លោកអ្នក In Jesus name amen ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន Please put your hands together សូមទាំងដៃនិងសម្រួលឥរិយាបថរបស់លោកអ្នកបងប្អូនទាំងអស់គ្នា for the reverend សូមស្វាគមន៍ដល់គ្រូគង្វាល Franklin Graham Come on Franklin Graham សូមសម្លេងទាំងដៃខ្លាំងៗ Thank you, Taya. អរគុណច្រើន It is good to be back in Sin Reap. ជាការល្អណាស់បានវិលត្រឡប់មកសៀមរាបជាថ្មីម្ដងទៀត I love this city. ខ្ញុំស្រឡាញ់ទីក្រុងនេះ I love this country. ខ្ញុំស្រឡាញ់ប្រទេសនេះ And so it is good to be back here. ជាការល្អណាស់បានវិលត្រឡប់មកទីនេះវិញ I want to thank the churches, ខ្ញុំចង់អរគុណដល់ក្រុមជំនុំទាំងអស់ the committee that invited us to come. ដែលបានអញ្ជើញឲ្យយើងបានមកទីនេះ I want to thank the government especially ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលជាពិសេស for helping to make all of this possible. ដែលជួយឲ្យកិច្ចការនេះដំណើរការទៅបាន Now this is a special night. នេះជារាត្រីមួយដ៏ពិសេស And I'm going to take just a few minutes and I want to talk to you about something that's very valuable. ហើយខ្ញុំចង់ប្រើឱកាសនេះចង់និយាយទៅកាន់លោកអ្នកអំពីការដ៏មានតម្លៃ And that is your soul. នោះគឺជាព្រលឹងរបស់លោកអ្នក Did you know God made heaven and he made this earth? លោកអ្នកដឹងទេព្រះជាម្ចាស់ជាអ្នកបង្កើតផ្ទៃមេឃជាអ្នកបង្កើតផែនដី And I'm speaking of the one true God. ហើយខ្ញុំចង់និយាយអំពីព្រះដ៏ពិតតែមួយ He created each and every one of us. ព្រះអង្គបានបង្កើតយើងម្នាក់ៗមក And he made us and created us. He wanted fellowship. ហើយព្រះអង្គបានបង្កើតមកដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយព្រះអង្គ But the first man and the first woman that God created ប៉ុន្តែបរិសុទ្ធនិងស្ត្រីដំបូងដែលព្រះបានបង្កើតមក disobeyed God. មិនបានស្ដាប់បង្គាប់ព្រះ And sin came into the world ហើយអំពើបាបបានចូលមកក្នុងលោកនេះ and separated us from God. ហើយបានផ្ដាច់យើងចេញពីព្រះ And so God had to come up with a plan. ដូច្នេះព្រះជាម្ចាស់ព្រះអង្គទ្រង់មានផែនការ We are separated because of sin. យើងបានបែកចេញពីព្រះដោយសារអំពើបាប The Bible says that the penalty for disobeying God is death. ព្រះគម្ពីរបានប្រាប់ថាទោសនៃអំពើបាបគឺជាសេចក្តីស្លាប់ So when sin came into the world, ដូច្នេះពេលអំពើបាបចូលមកក្នុងលោកនេះ it's like a disease or a cancer of the human soul. គឺដូចជាជំងឺឬមហារីកដែលបានចូលមកក្នុងព្រលឹងរបស់មនុស្ស So God had a plan. ដូច្នេះព្រះជាម្ចាស់ទ្រង់មានផែនការ God's plan would to send his son, Jesus Christ, ផែនការរបស់ព្រះអង្គគឺចាត់ព្រះបុត្រាទ្រង់ព្រះនាមយេស៊ូវគ្រីស្ទ from heaven to this earth to save us from our sins. ពីឋានសួគ៌មកផែនដីដើម្បីសង្គ្រោះយើងចេញពីអំពើបាប So Jesus Christ came. ដូច្នេះព្រះយេស៊ូវបានយាងមក He lived on this earth for 33 years. ព្រះអង្គបានគង់ព្រះអង្គរស់នៅលើផែនដីនេះ33ឆ្នាំ And he took our sins and he died on a cross in our place. ហើយព្រះអង្គបានដកយកអំពើបាបដោយសគត់លើឈើឆ្កាងដើម្បីជំនួសយើងរាល់គ្នា But on the third day, God raised his son to life. តែនៅថ្ងៃទី3ព្រះអង្គបានប្រោះឲ្យមានព្រះជន្មរស់ឡើងវិញ Jesus Christ is not dead. គឺព្រះយេស៊ូវសគត់ជំនួសយើង He's alive.
ព្រះអង្គឥឡូវនេះមានប្រជជនរស់ And he's here tonight. ហើយព្រះអង្គគង់នៅទីនេះយប់នេះ And if you're willing to put your faith and trust in him, ហើយបើលោកអ្នកដាក់ជំនឿហើយទុកចិត្តដល់ព្រះអង្គ you can have your sins forgiven tonight. អំពើបាបរបស់លោកអ្នកនឹងទទួលបានការអត់ទោស And you can have that hope of eternal life. ហើយលោកអ្នកអាចមានសេចក្តីសង្ឃឹមជាជីវិតអស់កលជានិច្ច And I'm going to give you an opportunity ហើយខ្ញុំនឹងផ្ដល់ឱកាសជូនលោកអ្នក in a few minutes. នៅពេលបន្តិចទៀតនេះ If you've never invited Jesus Christ into your heart, បើលោកអ្នកមិនដែលយាងព្រះយេស៊ូវមកគង់ក្នុងចិត្តរបស់លោកអ្នកនៅឡើយ you can do that tonight. លោកអ្នកអាចធ្វើនៅយប់នេះបាន I will give you that opportunity in a few minutes. ខ្ញុំនឹងផ្ដល់ឱកាសឲ្យលោកអ្នកមួយពេលដ៏ល្អ So you get ready. ដូច្នេះសូមប្រុងប្រៀប I want to look at a man in the Bible. មនុស្សទាំងអស់ដែលនៅក្នុងព្រះគម្ពីរ You have a soul and you have a spirit. លោកអ្នកមានព្រលឹងលោកអ្នកមានវិញ្ញាណ The Bible says, what should it profit a man if he should gain the whole world and lose his own soul? ព្រះគម្ពីរបានប្រាប់ថាតើបានប្រយោជន៍អីបើសិនជាយើងរកបានពិភពលោកទាំងមូលហើយបាត់ព្រលឹងទៅនោះ Or what should a man give in exchange for his soul? តើអាចយកអ្វីមកដូរព្រលឹងរបស់ខ្លួនបាន And I want to look at a man in the Bible who is in danger of losing his soul. ដូច្នេះខ្ញុំចង់នាំលោកអ្នកទៅមើលព្រះគម្ពីរអំពីបរិសម្នាក់ដែលហៀបនឹងបាត់ព្រលឹងរបស់គាត់ទៅ Many of you here tonight, you're in danger of losing your soul. លោកអ្នកជាច្រើននៅយប់នេះដែលយើងហៀបតែនឹងបាត់ព្រលឹងរបស់យើងទៅហើយ And I want to look at this man in the Bible. ហើយខ្ញុំចង់មើលទៅបរិសម្នាក់ក្នុងព្រះគម្ពីរ And we're going to read in Luke chapter 19, ខ្ញុំនឹងអាននៅលូកាជំពូក verse 1 through 10. 19ពីខ1ដល់ខ10លុះទ្រង់បានយាងចូលក្រុងយេរីខូក៏យាងកាត់ទីក្រុងទៅនោះឃើញមានបរិសម្នាក់មានឈ្មោះសាខេជាមេលើពួកអ្នកយកពន្ធគាត់ក៏មើលឃើញព្រះយេស៊ូវដែលទ្រង់មានបែបភាពជាយ៉ាងណាគាត់ចង់ឃើញតែមិនឃើញសោះដោយព្រោះមានមនុស្សច្រើនសន្ធឹកណាស់ហើយគាត់ក៏តូចទៀតផងដូច្នេះគាត់រត់ទៅខាងមុខឡើងលើដើមឧត្តមពរដើម្បីឲ្យបានឃើញទ្រង់ព្រោះទ្រង់ត្រូវយាងមកតាមនោះកាលព្រះយេស៊ូវយាងមកដល់នោះទ្រង់ងើបព្រះនេត្រឡើងឃើញហើយមានបន្ទូលទៅគាត់ថាសាខេចូលចុះមកជាប្រញាប់បើថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់អ្នកគាត់ក៏ចុះមកជាប្រញាប់ហើយទទួលទ្រង់ដោយអំណរកាលមនុស្សទាំងអស់បានឃើញដូច្នោះនោះគេរទូលរទាំថាលោកបានចូលទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សមានបាបឯសាខេក៏ឈរទូលព្រះអង្គថាមើលព្រះម្ចាស់អើយទូលបង្គំចែកទ្រព្យសម្បត្តិពាក់កណ្ដាលដល់មនុស្សក្រីក្រហើយបើទូលបង្គំបានហូតយកពន្ធបំបត្តិចំពោះអ្នកណានោះទូលបង្គំនឹងសងគេមួយជា4វិញព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថាថ្ងៃនេះស្ដីសង្គ្រោះបានមកដល់ផ្ទះអ្នកហើយពីព្រោះអ្នកនេះជាពូជរបស់អាប់រ៉ាហាំដែរត្បិតកូនមនុស្សបានមកដើម្បីនឹងរកហើយជួយសង្គ្រោះដល់មនុស្សបាត់បង់ God sent his son Jesus Christ to save us from our sins. ព្រះបានចាត់ព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រារបស់ព្រះអង្គដើម្បីសង្គ្រោះយើងពីអំពើបាប And he walked this earth for 33 years. ហើយព្រះអង្គយាងលើផែនដីនេះ33ឆ្នាំ And we're now coming to the end of his ministry on this earth. ហើយឥឡូវនេះពន្ធកិច្ចរបស់ព្រះអង្គគឺយើងទាំងអស់គ្នាបន្តនៅលើផែនដីនេះបន្តពីទ្រង់ And he comes to Jericho. ពេលមួយព្រះអង្គយាងទៅក្រុងយេរីខូ And Jesus was passing through. ហើយព្រះយេស៊ូវទ្រង់យាងកាត់ It's 17 miles from Jerusalem. គឺ17ម៉ាល់ប្រមាណជា27គីឡូជាងពីក្រុងយេរូសាឡិម It was on a route where people traded as caravans. គឺតាមផ្លូវនោះឯងគេតែងតែមានកងក្រុមដឹកជញ្ជូនតាមនោះ It was a city of trade, គឺជាទីក្រុងពាណិជ្ជកម្ម important in the time of Jesus. ដែលគេនាំចេញនាំចូលនៅក្នុងជំនាន់ព្រះយេស៊ូវ And they had a customs office where they collected taxes. ហើយក៏មានពន្ធដារដែលគាត់ត្រូវជាអ្នកដែលទារពន្ធ Now Zacchaeus was a tax collector. អញ្ចឹងលោកសាខេជាអ្នកទារពន្ធ Nobody likes tax collectors. គឺគ្មាននរណាម្នាក់ចូលចិត្តអ្នកទារពន្ធទេ Not in my country. សូម្បីតែប្រទេសខ្ញុំ I'm not sure you like them in Cambodia either. ខ្ញុំក៏ជឿថាកម្ពុជាក៏មិនសូវចូលចិត្តអ្នកទារលុយដែរ We always hate to see the tax collector coming. ដូច្នេះយើងតែងតែឃើញអ្នកទារពន្ធមកទារពន្ធពីយើង But he was also dishonest. ប៉ុន្តែគាត់ក៏ត្រូវប៉ុន្តែគាត់ជាមនុស្សមិនស្មោះត្រង់ He overcharged people. គាត់
គឺទារពន្ធលើសចំនួន and he became rich. ហើយគាត់ក៏ត្រឡប់ជាមានបាន And he sinned against his fellow man. ហើយគាត់បានធ្វើបាបទាស់នឹងជនរួមជាតិរបស់គាត់ Now Jesus was coming through Jericho. ឥឡូវនេះព្រះយេស៊ូវយាងមកកាន់ក្រុងយេរីកូ A large crowd of people were following him. គឺមានមនុស្សជាច្រើនទាំងវងដើរតាមព្រះអង្គ Maybe a large crowd like we have here tonight. ប្រហែលជាវងច្រើនដូចជាយប់នេះអញ្ចឹង And he wanted to see who Jesus was. ហើយសាខេចង់ឃើញព្រះយេស៊ូវ He was interested. គាត់ចាប់អារម្មណ៍ He wanted to see what he was. គាត់ចង់ឃើញថាតើព្រះអង្គមានបែបផែនជាយ៉ាងណា And there are many of you here tonight, you would like to meet Jesus yourself. ហើយមានលោកអ្នកជាច្រើននៅយប់នេះយើងចង់ជួបព្រះយេស៊ូវដោយខ្លួនលោកអ្នកផ្ទាល់ And I'm going to invite you in a few minutes to do that. ហើយបន្តិចទៀតនេះខ្ញុំនឹងអញ្ជើញលោកអ្នកដើម្បីឲ្យធ្វើការនោះ Tonight, I'm going to invite you to put your faith and trust in Jesus Christ. យប់នេះខ្ញុំនឹងអញ្ជើញលោកអ្នកឲ្យទុកចិត្តឲ្យដាក់ជំនឿរបស់លើលោកអ្នកលើព្រះយេស៊ូវគ្រីស្ទ He can change your life. ព្រះអង្គអាចបំផ្លាស់ប្រែជីវិតលោកអ្នក He can give you eternal life. ព្រះអង្គអាចប្រទានឲ្យលោកអ្នកមានជីវិតអស់កលជានិច្ច But you've got to be willing to repent and turn from your sins. ប៉ុន្តែលោកអ្នកត្រូវតែព្រមប្រែចិត្តហើយបែរចេញពីអំពើបាប And by faith, ហើយដោយជំនឿ believe on Jesus Christ. ចូលជឿដល់ព្រះយេស៊ូវគ្រីស្ទ You see, Jesus Christ came and he took our sins. ព្រះយេស៊ូវបានយាងមកព្រះអង្គដកយកអំពើបាបយើង He went to a cross. ដែលនៅឯឈើឆ្កាង He hung on a cross. ទ្រង់ត្រូវបានគេឆ្កាងនៅលើឈើ The Romans used the cross for execution. ពួករ៉ូមប្រើឈើឆ្កាងនោះដើម្បីជាការសម្លាប់មនុស្ស So they nailed him to this cross. អញ្ចឹងគេបោះព្រះអង្គនឹងដៃគោជាប់នឹងឈើឆ្កាង And while he was on the cross, God poured upon his son all the sins of mankind. ហើយខណៈដែលព្រះអង្គត្រូវបានគេព្យួរលើឈើឆ្កាងនោះព្រះបិតាបានចាក់បានបង្ហូរអំពើបាបរបស់យើងទាំងអស់គ្នាទៅលើព្រះអង្គទ្រង់ទៅលើព្រះបុត្រាទ្រង់ Sins past, sins present. ដូច្នេះអំពើបាបនោះឯងគឺជាអំពើបាបរបស់មនុស្ស Jesus Christ took your sins. ព្រះយេស៊ូវគ្រីស្ទទទួលអំពើបាបលោកអ្នក And if you've never invited him into your heart, I will give you that chance tonight. ហើយបើលោកអ្នកមិនដែលយាងព្រះយេស៊ូវមកក្នុងជីវិតនៅឡើយគឺខ្ញុំផ្ដល់ឱកាសជូនដល់លោកអ្នកនៅយប់នេះ So you get ready to come. ដើម្បីឲ្យលោកអ្នកបានប្រុងប្រៀបរៀបចំនិងអញ្ជើញមកដើម្បីទទួលទ្រង់ In just a few moments, I'll invite you to get up out of your seat and come stand here in the front. មិនយូរប៉ុន្មានទេនៅពេលខាងមុខនេះខ្ញុំនឹងអញ្ជើញឲ្យលោកអ្នកបានឡើងមកឈរនៅខាងមុខនេះ To admit your sin to God. ដើម្បីថ្វាយអំពើបាបរបស់លោកអ្នកទៅព្រះ To ask for his forgiveness. សូមការអត់ទោសពីព្រះអង្គ And believe on the name of his son, Jesus Christ. ហើយជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រារបស់ព្រះ Now, Zacchaeus wanted to come to Jesus. ឥឡូវនេះលោកសាខេគាត់ចូលទៅរកព្រះយេស៊ូវ He wanted to see him. គាត់ចង់ឃើញព្រះអង្គ But there was obstacles. ប៉ុន្តែមានឧបសគ្គ This huge crowd of people. គឺមានវងមនុស្សជាច្រើន And the Bible says he was short in stature. ហើយព្រះគម្ពីរបានប្រាប់ថាគាត់ជាមនុស្សដែលមានមាឌតូចហើយទាប He couldn't see over top of the crowd. គាត់មិនអាចងើបមើលលើវងមនុស្សបានទេ So he runs ahead. អញ្ចឹងគាត់រត់ទៅខាងមុខ He sees where Jesus is getting ready to go. ព្រោះគាត់ឃើញថាព្រះយេស៊ូវប្រុងនឹងយាងទៅហើយ He gets up in a tree គាត់ក៏ឡើងលើដើមឈើមួយ above all the people លើពីលើមនុស្សទាំងអស់ so he can see ដើម្បី Jesus come. ដើម្បីឲ្យគាត់មើលឃើញព្រះយេស៊ូវយាងកាត់នោះ You see, maybe you feel that you're little in the eyes of God. ប្រហែលជាលោកអ្នកមានអារម្មណ៍ថាជាអ្នកតូចតាចបំផុតនៅយប់នេះតូចតាចបំផុតនៅចំពោះព្រះ Maybe you feel that your life is not important. ប្រហែលជាលោកអ្នកមានអារម្មណ៍ថាជីវិតរបស់លោកអ្នកមិនសំខាន់ You're important to God លោកអ្នកសំខាន់ចំពោះព្រះ because he made you and created you. ពីព្រោះព្រះអង្គបានបង្កើតលោកអ្នកព្រះអង្គបានជប់សូនលោកអ្នក And he loves you. ហើយព្រះអង្គស្រឡាញ់លោកអ្នក And you see, the Bible tells us he loves us. ហើយលោកអ្នកឃើញព្រះគម្ពីរគឺព្រះអង្គស្រឡាញ់ The Bible says that God so loved the world that he gave his only begotten Son, that whosoever believeth in him should not perish but should have everlasting life. បាត់ព្រះគម្ពីរបានចែងថាត្បិតព្រះទ្រង់ស្រឡាញ់លោកដល់ម្លេះបានជាទ្រង់ប្រទានព្រះបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលទទួលជាព្រះអង្គមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញ What's preventing you from coming to Jesus tonight? តើមានអ្វីដែលរាំងរាលោកអ្នកមិនឲ្យចូលមករកព្រះយេស៊ូវនៅយប់នេះ What's the obstacle in your life? តើអ្វីជាឧបសគ្គនៅក្នុងជីវិតរបស់លោកអ្នកដែលរាំងរាលោកអ្នក Sin. អំពើបាប Our sins separate us from God. អំពើបាបរបស់យើងរាំងយើងពីព្រះ It's an obstacle. គឺនោះហើយជាឧបសគ្គ You say, but Franklin, what do you mean by sin? លោកអ្នកនិយាយថា Franklin ចង់និយាយមិនរឿងបាបហ្នឹង Well, lying is a sin. ការភូតកុហកជាអំពើបាប Have you ever lied? តើលោកអ្នកដែលកុហកទេ
Oh, you say, but maybe a little lie. លោកអ្នកអាចដោះសារថាហក់តែបន្តិចហ្នឹង A little lie, a big lie, a lie is a lie. ដូច្នេះកុហកបន្តិចកុហកច្រើនកុហកដូចតែគ្នាហ្នឹង So you're guilty. ដូច្នេះលោកអ្នកជាប់ពិរុទ្ធភាព Stealing. លួច Have you ever taken something that didn't belong to you? តើលោកអ្នកได้យកអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់លោកអ្នកពីគេឬទេ That's a sin. នោះជាអំពើបាប We're guilty. នឹងហើយយើងមានពិរុទ្ធភាពហើយ Bearing a false witness. ហើយពេលខ្លះយើងធ្វើជាសាក្សីคล้าย Not honoring your mother and father. ហើយយើងមិនបានគោរពឪពុកម្ដាយរបស់យើង All of us are guilty of breaking one or more of God's laws. ដូច្នេះយើងទាំងអស់គ្នាសុទ្ធតែខុសលើវិន័យរបស់ព្រះសុទ្ធតែបំពានលើច្បាប់របស់ព្រះក្នុងប្រការណាមួយមិនខានទេ But I'm here tonight to tell you that God will forgive you. ប៉ុន្តែខ្ញុំចង់ឈរនៅយប់នេះប្រាប់ថាព្រះអាចអត់ទោសឲ្យលោកអ្នក But បាន you have to come to Him in faith in His Son Jesus លោក Christ. អ្នកត្រូវតែចូលមករកព្រះអង្គដោយជំនឿគឺជឿដល់ព្រះបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ The Bible says we've all sinned and come short of God's glory. ព្រះគម្ពីរប្រាប់ថាយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សមានបាបហើយខ្វះមិនដល់សេរីល្អរបស់ព្រះ The Bible tells us that the wages of sin is death. ព្រះគម្ពីរប្រាប់ថាឈ្នួលនៃអំពើបាបគឺសេរីស្លាប់ But the gift of God is eternal life through Jesus Christ our Lord. តែអំណោយទានរបស់ព្រះគឺជាជីវិតអស់កលជានិច្ចតាមរយៈព្រះម្ចាស់យេស៊ូវគ្រីស្ទ God so loved the world that He gave His only begotten Son. ព្រះទ្រង់ស្រឡាញ់លោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ That whosoever believes in Him should not perish but have everlasting life. ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញ The penalty of sin is death. ហើយទោសនៃអំពើបាបគឺសេរីស្លាប់ We're all guilty. យើងទាំងអស់គ្នាសុទ្ធតែមានកំហុស Zacchaeus was guilty. លោកសាខេលោកមានទោសកំហុស Now Zacchaeus was wealthy. He was rich. ដូច្នេះលោកសាខេលោកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ But his money could not save him. ប៉ុន្តែលុយរបស់គាត់មិនអាចសង្គ្រោះព្រលឹងរបស់គាត់បានទេ His good job could not save him. ការងារល្អមិនអាចសង្គ្រោះគាត់បានទេ His sins separated him from God. អំពើបាបបានផ្ដាច់គាត់ចេញពីព្រះ His soul was lost. ព្រលឹងរបស់គាត់បាត់បង់ Tonight you can come to Christ. យប់នេះលោកអ្នកអាចមកឯព្រះគ្រីស្ទ Jesus can give you purpose and meaning. ព្រះយេស៊ូវអាចប្រទានឲ្យលោកអ្នកមានគោលបំណងជីវិតរបស់លោកអ្នកឲ្យស្គាល់ពីអត្ថន័យនៃជីវិតលោកអ្នក Will you trust him tonight? តើលោកអ្នកទុកចិត្តព្រះអង្គទេយប់នេះ Zacchaeus wanted to come to Jesus. សាខេចង់ចូលមករកព្រះយេស៊ូវ He wanted to see him for himself. គាត់ចង់ឃើញដោយខ្លួនគាត់ផ្ទាល់ Tonight you can come to Jesus Christ right now tonight. យប់នេះលោកអ្នកអាចចូលមករកព្រះយេស៊ូវនៅយប់នេះគឺឥឡូវនេះ The Bible says the blood of Jesus cleanses us from all sin. ព្រះគម្ពីរប្រាប់ថាលោហិតព្រះយេស៊ូវបានសម្អាតយើងពីគ្រប់ទាំងអំពើបាបទាំងអស់ Now Jesus was passing by. ព្រះយេស៊ូវឥឡូវនេះព្រះយេស៊ូវយាងកាត់ He was going through Jericho. ព្រះអង្គយាងទៅក្រុងយេរីកូ And his next stop, he was going to go to Jerusalem to where he was going to die on the cross. ហើយបន្តមកទៀតព្រះអង្គនឹងយាងទៅក្រុងយេរូសាឡិមដើម្បីទទួលការសគត់នៅលើឈើឆ្កាង He was at the end of his ministry here on earth. គឺព្រះអង្គបញ្ចប់ពន្ធកិច្ចរបស់ព្រះអង្គនៅលើផែនដីដោយការសគត់ Now, if Zacchaeus had waited, he would not have had another opportunity. ដូច្នេះលោកសាខេគាត់រងចាំអត់បណ្ដោយឱកាសនេះឲ្យកន្លងផុតទេ Tonight, you have an opportunity here tonight យប់នេះលោកអ្នកមានឱកាសនៅយប់នេះហើយ to come to Jesus. ដើម្បីចូលមកឯព្រះយេស៊ូវ Now, Zacchaeus was sitting in a tree, ឥឡូវនេះលោកសាខេគាត់នៅលើដើមឈើ wanting to see Jesus. ចង់ឃើញព្រះយេស៊ូវ That's all. នោះហើយអ្វីដែលសាខេធ្វើ But Jesus wanted Zacchaeus. ប៉ុន្តែព្រះយេស៊ូវចង់ឲ្យសាខេដឹង He wants you. ព្រះអង្គចង់បានសាខេយ៉ាងណាព្រះអង្គក៏ចង់បានលោកអ្នកយ៉ាងដូច្នោះដែរ He wants you to turn from your sins and follow him. គឺព្រះអង្គចង់ឲ្យលោកអ្នកបែរចេញពីអំពើបាបទៅរកព្រះអង្គ Now, Jesus is coming down the road. ព្រះយេស៊ូវយាងចុះតាមផ្លូវ Zacchaeus is watching, just sitting there with his arms folded, watching. ហើយបើសាខេគាត់អង្គុយអោបដៃហើយមើលហើយធ្វើបង្ងើយ And Jesus stops. ព្រះយេស៊ូវឈប់ He looks up. ទ្រង់បានតូតទៅលើដើមឈើ He sees Zacchaeus. ទ្រង់ឃើញសាខេ And he calls him by name. ហើយទ្រង់ហៅសាខេចំឈ្មោះ Zacchaeus, សាខេ come down quickly. ចុះមកជាប្រញាប់
Because I must come to your house today. ពីព្រោះខ្ញុំត្រូវទៅផ្ទះអ្នកនៅថ្ងៃនេះ Now he had a choice. នេះគឺជាជំរឿហើយ You have a choice here tonight. ដូច្នេះលោកអ្នកមានជំរឿនៅយប់នេះ Jesus is calling you tonight. ព្រះយេស៊ូវកំពុងហៅលោកអ្នកនៅយប់នេះ Will you come to him? តើលោកអ្នកចូលមករកព្រះអង្គទេ And the Bible says that Zacchaeus jumped out of the tree. ដូច្នេះព្រះគម្ពីរប្រាប់ថាលោកសាខេគាត់លុតចុះពីដើមឈើ And as soon as his feet hit the ground, ហើយភ្លាមនោះគាត់ក៏លុតជង្គង់ចុះ he called him Lord. គាត់ហៅព្រះយេស៊ូវថាព្រះម្ចាស់ He said, Look, Lord, ព្រះម្ចាស់តតមកចុះ I give half of everything I own to the poor. ទូបង្គំនឹងចែកទ្រព្យសម្បត្តិដល់អ្នកក្រពាក់កណ្ដាល If I've cheated anybody, ហើយបើខ្ញុំបោកប្រាស់អ្នកណា I will pay them back 4 times the amount. ខ្ញុំនឹងសងគេ1ជា4វិញ You see, all of Zacchaeus' life, ដូច្នេះគ្រប់ពេញមួយជីវិតសាខេ he worshipped money. គាត់ថ្វាយបង្គំលុយ Money was his God. លុយជាព្រះរបស់គាត់ Now money didn't mean anything to him. ដូច្នេះលុយអាចមិនមែនជាអ្វីៗទាំងអស់សម្រាប់គាត់ទេ He wanted Jesus. គឺគាត់ចង់បានព្រះយេស៊ូវ And Jesus called him, ព្រះយេស៊ូវហៅគាត់ Come quickly, មកឲ្យលឿន because I'm coming to your house today. ពីព្រោះខ្ញុំទៅផ្ទះអ្នកនៅថ្ងៃនេះ You come to Christ tonight. លោកអ្នកចូលមករកព្រះគ្រីស្ទនៅយប់នេះ Christ will come into your heart and he'll change you, he'll forgive you and cleanse you. ព្រះគ្រីស្ទនឹងយាងចូលក្នុងលោកអ្នកព្រះអង្គសម្អាតលោកអ្នកព្រះអង្គអត់ទោសលោកអ្នក He will make you a new man, a new woman. ព្រះអង្គនឹងធ្វើឲ្យលោកអ្នកទៅជាមនុស្សថ្មីបរិសុទ្ធថ្មីស្ត្រីថ្មី You see, the call was urgent. លោកអ្នកអើយការត្រាស់ហៅគឺជាបរិជ្ជសារបន្ទាន់ Tonight, the call is urgent. យប់នេះគឺជាការត្រាស់ហៅជីវិតលោកអ្នកហើយ You may never have this opportunity again. លោកអ្នកប្រហែលជាអាចមិនមានឱកាសបែបនេះទៀតទេដឹង Will you come to Jesus tonight? តើលោកអ្នកនឹងចូលមករកព្រះយេស៊ូវនៅយប់នេះឬទេ Will you trust him? តើលោកអ្នកទុកចិត្តព្រះអង្គឬទេ You see, you've got to be willing to turn from your sins. It's called repentance. លោកអ្នកត្រូវតែសុខចិត្តព្រមបែរចេញពីអំពើបាបហើយប្រែចិត្ត Will you repent? Will you turn from your sins? តើលោកអ្នកប្រែចិត្តឬទេតើលោកអ្នកបែរចេញពីអំពើបាបឬទេ Come to Jesus tonight. ចូលមករកព្រះយេស៊ូវនៅយប់នេះចុះ Wherever you are tonight. លោកអ្នកនៅឈរកន្លែងណាក៏ដោយយប់នេះ If you've never trusted Jesus, បើលោកអ្នកមិនដែលទុកចិត្តព្រះយេស៊ូវ I want you to do something right now. ខ្ញុំចង់ឲ្យលោកអ្នកធ្វើអ្វីមួយយ៉ាងនៅយប់នេះ I want you to get up out of your seat ខ្ញុំចង់ឲ្យលោកអ្នកបានក្រោកចេញពីកៅអី and come stand in front of this platform. ហើយចេញនៅកន្លែងលំហខាងមុខ And by coming, you're saying to God, I'm a sinner. ហើយដោយការចេញមកលោកអ្នកនិយាយទៅកាន់ព្រះថាខ្ញុំជាមនុស្សមានបាប By coming, you're saying to God, I'm sorry for my sins. ដោយការនិយាយថាសុំទោសសម្រាប់អំពើបាបរបស់ខ្ញុំ By coming, you're saying to God, I want to turn from my sins. ដោយការនិយាយថាខ្ញុំចង់បែកចេញពីអំពើបាបរបស់ខ្ញុំ By coming, you're saying, I want to trust Jesus as my Savior. ដោយការចេញមកហើយយើងនិយាយថាខ្ញុំចង់ទុកចិត្តព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ខ្ញុំ Will you do that tonight? តើលោកអ្នកព្រមធ្វើដូច្នោះទេយប់នេះ Will you come to Jesus tonight? លោកអ្នកមករកព្រះយេស៊ូវទេយប់នេះ Just get up out of your seat and come. ដូ Stand ច្នេះ right here. សូមក្រោកចេញពីកៅអីហើយអញ្ជើញមកខាងមុខឥឡូវនេះចុះ If you came with family, they'll wait on you. បើលោកអ្នកចេញមកជាមួយគ្រួសារគឺ If you គេកំ came ពុង on រងចាំលោកអ្នក you came on a bus, they're going to wait. បើលោកអ្នកចេញពីរថយន្តក្រុងសូមកុំរងចាំទៀត But come to Jesus tonight. សូមរកព្រះយេស៊ូវនៅយប់នេះចុះ Come to Him. ចូលមករកព្រះអង្គ Trust Him. ទុកចិត្តព្រះអង្គ When we've all come, we'll have a word of prayer together. ដូច្នេះសូមអញ្ជើញចេញមកលំហនេះហើយយើងនឹងអធិដ្ឋានជាមួយគ្នា You come. អញ្ជើញមកចុះ Come to Jesus tonight. មករកព្រះយេស៊ូវនៅយប់នេះចុះ It's going to take a few minutes for people in the very back to come, but we're going to wait. ដូច្នេះអាចនឹងប្រើពេលបន្តិចដើម្បីអញ្ជើញបងប្អូនយើងដែលឡើងមកកន្លែងលំហ Come. អញ្ជើញមកចុះ một con chú nhắc một stop their begin how một con chú nhắc một một khai mu một ta tu một nát nong rùa
Are your sins forgiven? ដោយអំពើបាបរបស់លោកអ្នកទទួលបានការអត់ទោស Are you sure? តើលោកអ្នកប្រកាសថាលោកអ្នកនឹងរួចពីអំពើបាបទេ You see, Jesus said, I am the way, the truth, and the life. ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតនិងជាជីវិត No man comes to the Father but by me. គ្មានអ្នកណាអាចទៅឯព្រះបិតាបានឡើយលើកតែមកតាមខ្ញុំ There's not many roads to God. មិនមានផ្លូវច្រើនទេទៅរកព្រះ There's only one, មានតែផ្លូវមួយគត់ and it goes through Jesus Christ. គឺទៅតាមរយៈព្រះយេស៊ូវគ្រីស្ទ He's the only one in history to take your sins. ព្រះអង្គជាតួអង្គតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលដកអំពើបាបរបស់លោកអ្នក No person has ever claimed to take your sins. គ្មានអ្នកណាម្នាក់ដែលប្រកាសថាដកយកអំពើបាបរបស់លោកអ្នកបានឡើយ Only one. មានតែមួយព្រះអង្គគត់ That's Jesus. គឺព្រះយេស៊ូវ How could he do that? តើព្រះអង្គធ្វើការនោះដូចម្តេច He was the Son of God, ព្រះអង្គជាព្រះបុត្រានៃព្រះ and God sent him to rescue you. ហើយព្រះបានចាត់មកដើម្បីសង្គ្រោះលោកអ្នក Come to Jesus tonight. ចូលមករកព្រះយេស៊ូវចុះយប់នេះ He'll forgive you and cleanse you. ព្រះអង្គអត់ទោសហើយសម្អាតលោកអ្នកចូលមកចុះ Come to him. ចូលមករកព្រះអង្គចុះ We're going to wait for a few more minutes. តែចេះយើងនឹងរងចាំមួយសន្ទុះទៀត Some people are still coming from បងប្អូនកំពុងតែអញ្ជើញមកកំពុងតែបន្តគ្នា you come. មកចុះ We're going to wait. យើងនឹងរងចាំ มององชูยักมองสดับเปรียบยินหามององชูยักมองมองหายมือมองตาตูมกnhạc nong rua akal ciane chia công lắm ngày ni cho lưu tục ru trong cha nhạc nong one straight dear Lauri Rua Akal Ciane Chia Công lăng ngai ni Cho Lu tuk ru trong cha Nhạc nong One straight dear Lauri I want to say a word to those of you that have come. សូមឲ្យលោកអ្នកបានប្រកាសនៅពេលដែលលោកអ្នកអញ្ជើញមក If you're walking, I want you to listen. បើលោកអ្នកកំពុងដើរខ្ញុំចង់ឲ្យលោកអ្នកបានយកចិត្តទុកដាក់ស្ដាប់ By coming, you're saying to God, I'm a sinner. ដោយការចូលមកហើយទូលប្រាប់ព្រះថាខ្ញុំជាមនុស្សមានបាប By coming tonight, you're saying to God, I'm sorry. គឺដោយការចូលមកលោកអ្នកនិយាយទៅកាន់ព្រះថាខ្ញុំសូមទោស And by coming, you're saying to God, I believe Jesus Christ is your Son. ហើយដោយការចូលមកលោកអ្នកនឹងនិយាយថាខ្ញុំជឿថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះអង្គ And I'm willing to invite him to come into my heart to take control of my life. ហើយខ្ញុំសូមយាងព្រះអង្គមកគង់ក្នុងជីវិតខ្ញុំហើយគ្រប់គ្រងជីវិតខ្ញុំ So I want to lead you in a prayer. ខ្ញុំចង់នាំលោកអ្នកអធិដ្ឋានឥឡូវ And I want you to pray this out loud. ហើយខ្ញុំចង់ឲ្យលោកអ្នកអធិដ្ឋានឲ្យលឺប្រកាសឲ្យលឺ And a prayer is just talking to God like I'm talking to you. ការអធិដ្ឋានគឺជាការនិយាយទៅកាន់ព្រះដូចជាខ្ញុំនិយាយទៅកាន់លោកអ្នកអញ្ចឹង And if you pray this prayer tonight and mean it, ហើយបើលោកអ្នកអធិដ្ឋាននៅយប់នេះហើយចេញពីចិត្តរបស់លោកអ្នកមែន God will hear your prayer ព្រះនឹងស្ដាប់ការអធិដ្ឋានរបស់លោកអ្នក and he'll answer your prayer. ហើយព្រះអង្គឆ្លើយតបការអធិដ្ឋានរបស់លោក So អ្នក repeat after me ដូច្នេះសូមអធិដ្ឋានតាមខ្ញុំ and we'll do this out loud. ហើយសូមធ្វើការនេះឲ្យបានលឺ Dear God, ព្រះជាម្ចាស់អើយ I'm a sinner. ខ្ញុំជាមនុស្សមានបាប I'm sorry for my sins. ខ្ញុំសូមទោសដោយព្រោះអំពើបាបរបស់ខ្ញុំ Forgive me. សូមអត់ទោសខ្ញុំ
I believe Jesus Christ is your Son. ខ្ញុំជឿថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះអង្គ I believe that He took my sins to the cross. ខ្ញុំជឿថាព្រះអង្គដកយកអំពើបាបរបស់យើងខ្ញុំនៅលើឈើឆ្កាង I believe that God raised Him to life. ខ្ញុំជឿថាព្រះបានប្រោសព្រះយេស៊ូវឲ្យមានប្រជញ្ញរស់ឡើងវិញ I want to invite Jesus to come and take control of my life. ខ្ញុំសូមយាងព្រះយេស៊ូវមកគង់ក្នុងចិត្តខ្ញុំហើយគ្រប់គ្រងជីវិតខ្ញុំ I want to trust Jesus as my Savior. ខ្ញុំចង់ទុកចិត្តព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ខ្ញុំ And I'm willing to follow Him as Lord ហើយខ្ញុំចង់ដើរតាមព្រះអង្គជាព្រះម្ចាស់របស់ខ្ញុំ from this day forward. ចាប់ពីថ្ងៃនេះទៅ Amen. អាមែន You prayed that prayer, ពេលលោកអ្នកអធិដ្ឋានដូច្នេះហើយ your sins are forgiven. អំពើបាបទទួលបានការអត់ទោសពីព្រះអង្គ Now, I want to give you tonight a Bible. ឥឡូវនេះខ្ញុំចង់ជូនលោកអ្នកនៅព្រះគម្ពីរមួយក្បាលនៅយប់នេះ So it's a gift from me to you. គឺជាអំណោយរបស់ខ្ញុំដល់លោកអ្នក I've got a book that's got some letters and some information. ហើយខ្ញុំមានសៀវភៅដែលបញ្ជាក់អះអាងពីការសង្គ្រោះរបស់លោកអ្នក And we want to give this to you. ហើយខ្ញុំចង់ជូនដល់លោកអ្នក Now, there's a person with a badge around their neck. ដូច្នេះសម្រាប់បងប្អូនដែលមានពាក់ផ្លាកនៅក They'll give this to you. គាត់នឹងជូនកាដូនេះដល់លោកអ្នក But I want you to get involved in a church ដូច្នេះខ្ញុំចង់ឲ្យលោកអ្នកបានចូលរួមជាមួយក្រុមជំនុំ and tell the pastor what you did here tonight. ហើយប្រាប់គ្រូកងវិលថាខ្ញុំបានទទួលព្រះយេស៊ូវនៅយប់នេះ The Bible is God's word. ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ Every word is true. គ្រប់ទាំងពាក្យសុទ្ធតែជាសេចក្តីពិត So we want you to have this tonight. អញ្ចឹងយើងចង់ឲ្យលោកអ្នកទទួលបានព្រះគម្ពីរនៅយប់នេះ Come back tomorrow. ហើយយប់ស្អែកជិះមកទៀត Now, we still have music. យើងនៅតែមានតន្ត្រីអត់ទាន់ចប់ទេ The afters are going to play here in just a few minutes. ដូច្នេះក្រុម after នឹងសម្ដែងបន្តិចទៀតនេះ But this is the most important part of the night right now. ប៉ុន្តែផ្នែកដ៏សំខាន់នៅយប់នេះឥឡូវនេះ We're going to take time to give this to you, then the afters will be in just a few minutes. គឺជូនកាដូដល់លោកអ្នកហើយបន្ទាប់មកក្រុម the after នឹងចេញមកសម្ដែងសប្បាយរីករាយនៅយប់នេះបន្តទៀត But come back tomorrow. ប៉ុន្តែកំខាននឹងអញ្ជើញមកថ្ងៃស្អែក More great music គឺតន្ត្រីកាន់តែអស្ចារ្យថែមទៀត and bring a friend that needs Jesus. ហើយអញ្ជើញមិត្តសម្លាញ់ដែលត្រូវការព្រះយេស៊ូវមកផង I'll see you tomorrow. ជួបគ្នាថ្ងៃស្អែក God bless you. ព្រះទានពរ So, counselors, we want you to give this. ដូច្នេះសូមក្រុមរបស់យើងបានចែកជូនកាដូដល់លោកអ្នកបងប្អូន អរគុណព្រះអង្គអរគុណហើយអបអរសាទរបងប្អូនអរគ្នាដែលបានមកខាងមុខនេះដើម្បីទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះយប់នេះគឺជាពេលវេលានាំដល់ការប្រោសឲ្យជាពេលវេលានៃនាំមកសន្តិភាពនៅក្នុងចិត្តនិងការផ្សះផ្សាជាមួយនឹងព្រះ